ព្រះគុណម្ចាស់គ្រប់ព្រះអង្គអស់លោកស្រីអ្នកនាងកញ្ញាកំពុងទេសនានៅទស្សនវិជ្ជានៃពិធីប្រណាំងទូកងัวឃុំភឿកឡុងឆ្នាំ2025ដែលបានចាត់តាំងនៅខេត្តកាម៉ៅទូកដែលចូលរួមប្រកួតក្នុងពិធីប្រណាំងទូកងัวឃុំភឿកឡុងឆ្នាំ2025រួមមានទាំងអស់12ទូកគណៈចាត់តាំងបានចែកចេញជា4តារាងប្រកួតក្នុងមួយតារាងមាន3ទូកប្រកួតយក2ចោល1ទូកដែលចូលរួមប្រកួតរួមមាន12ទូកដែលមានឈ្មោះដូចតទៅ1ទូកវត្តក្រញូងមកពីខេត្តគៀងយ៉ាង2ទូកវត្តកោះដូង3ទូកវត្តបឹងក្រចាប់ថ្មី4ទូកវត្តស្រឡង5ទូកវត្តក្របីឃ្លីកមកពីខេត្តកាម៉ៅ6ទូកវត្តក្បាលក្រពើ7ទូកវត្តងាងយឿ8ទូកវត្តកោះធំ9ទូកវត្តអូជុំអារាមព្រៃជែកមកពីស្រុកងាណាំ10ទូកវត្តជ្រុងខ្មែរមកពីខេត្តកាម៉ៅ11ទូកវត្តខ្វែងដង្ហិត12ទូកវត្តអណ្ដូងជែកក្របីឃ្លៀស10nghe chùa Cất Đôn 8 10វត្តបឹងក្រចាប់ថ្មី11nghe chùa Chén Kiểu 11វត្តស្រឡង12nghe chùa Cà Nhung 12វត្តកញុង
ឥឡូវនេះសូមកុំបង្អង់យូរនាំឲ្យខាត់ពេលសូមទស្សនិកជនទាំងឡាយនឹងទស្សនានៅការប្រកួតលើកទី1នៅក្នុងរង្វង់1ដូចតទៅជាកិច្ចចាប់ផ្ដើមឲ្យការប្រកួតរវាងទូកវត្តខ្វែងដង្ហិតពាក់ផ្លាកលេខ11កំពុងតែអំនៅខាងខ្សែទឹកខាងក្នុងប្រកួតប្រជែងជាមួយទូកអូជុំអារាមព្រែកជែកពាក់ផ្លាកលេខ9កំពុងតែអំនៅខ្សែទឹកខាងក្រៅលទ្ធផលគឺយើងឃើញថាទូកវត្តខ្វែងដង្ហិតបានយកជ័យជំនះលើទូកវត្តអូជុំអារាមព្រែកជែកហើយការប្រកួតជាបន្តគឺជាការប្រកួតរវាងទូកវត្តកោះដូងពាក់ផ្លាកលេខ2កំពុងតែអំនៅខ្សែទឹកខាងក្នុងប្រកួតប្រជែងជាមួយទូកវត្តស្រឡូងមកពីខេត្តកន្ធើពាក់ផ្លាកលេខ4កំពុងតែអំនៅខ្សែទឹកខាងក្រៅលទ្ធផលគឺយើងឃើញថាទូកវត្តកោះដូងបានយកជ័យជំនះលើទូកវត្តស្រឡូងហើយនេះគឺជាការប្រកួតរវាងទូកវត្តក្រញូងពាក់ផ្លាកលេខ1កំពុងតែអំនៅខ្សែទឹកខាងក្នុងប្រកួតប្រជែងជាមួយទូកវត្តក្បាលក្រពើពាក់ផ្លាកលេខ6កំពុងតែអំនៅខ្សែទឹកខាងក្រៅលទ្ធផលគឺយើងឃើញថាទូកវត្តក្រញូងមកពីខេត្តគៀងយ៉ាងបានយកជ័យជំនះលើទូកវត្តក្បាលក្រពើហើយđội bơi ở đường bơi số 1 đội nghe đến từ tỉnh bạn Càng Nhân với giành chiến thắng trong trận thi đấu vừa rồi នេះគឺជាការប្រកួតរវាងទូកវត្តបឹងក្រចាប់ថ្មីមកពីខេត្តកន្ធើពាក់ផ្លាកលេខ3កំពុងតែអំនៅខ្សែទឹកខាងក្នុងប្រកួតប្រជែងជាមួយទូកវត្តអណ្ដូងជែកពាក់ផ្លាកលេខ12កំពុងតែអំនៅខ្សែទឹកខាងក្រៅលទ្ធផលគឺយើងឃើញថាទូកវត្តបឹងក្រចាប់ថ្មីបានយកជ័យជំនះលើទូកវត្តអណ្ដូងជែកហើយnhư vậy là chúng ta đã xem xong loạt trận đầu tiên ở vòng đấu bảng. Tôi xin công bố một kết quả trận đầu tiên.អស់លោកស្រីអ្នកនាងកញ្ញាបានទស្សនានៅការប្រកួតលើកទី1នៅក្នុងរង្វង់1ជារួចស្រេចមកហើយឥឡូវនេះសូមទស្សនានៅការប្រកួតលើកទី2នេះគឺជាការប្រកួតរវាងទូកអូជុំអារាមព្រែកជែកពាក់ផ្លាកលេខ9កំពុងតែអំនៅខ្សែទឹកខាងក្នុងប្រកួតប្រជែងជាមួយទូកវត្តជ្រុងខ្មែរមកពីខេត្តកាម៉ៅកំពុងតែអំនៅខ្សែទឹកខាងក្រៅលទ្ធផលគឺយើងឃើញថាវត្តជ្រុងខ្មែរបានយកជ័យជំនះលើទូកវត្តព្រែកជែកហើយ Và đúng như vậy, đội giành chiến thắng trong trận thi đấu này thuộc về Gạch Dòng Quân Cà Mau. Lô Chân Kiểu ở đường bơi số 1 bên phía khán đài. នេះគឺជាការប្រកួតរវាងទូកវត្តស្រឡូងពាក់ផ្លាកលេខ4កំពុងតែអំនៅខ្សែទឹកខាងក្នុង
ប្រកួតប្រជែងជាមួយទូកងាងយឿពាក់ផ្លាកលេខ 7 កំពុងតែអំណោកខ្សែទឹកខាងក្រៅ លទ្ធផលគឺយើងឃើញថាទូកវត្តស្រឡងបានយកជាចំណេះលើទូកវត្តងាងយឿហើយ នេះគឺជាការប្រកួតរវាងទូកវត្តក្បាលក្រពើពាក់ផ្លាកលេខ 6 កំពុងតែអំណោកខ្សែទឹកខាងក្នុងប្រកួតប្រជែងជាមួយទូកវត្តក្របីឃ្លីកមកពីខេត្តកាម៉ៅពាក់ផ្លាកលេខ 5 កំពុងតែអំណោកខ្សែទឹកខាងក្រៅ លទ្ធផលគឺយើងឃើញថាទូកវត្តក្បាលក្រពើបានយកជាចំណេះលើទូកវត្តក្របីឃ្លីកហើយ Chúng ta nhanh chóng và chúng ta di chuyển, các cố gắng di chuyển chiếc ghe đi xa điểm đến càng tốt bởi còn một trận đấu nữa đang về. Anh em lực lượng cứu hộ cố gắng lên. Anh em bình tĩnh với lực lượng cứu hộ. Vì chuối cũng đã đẩy thua trong trận thi đấu đầu tiên cho nên នេះគឺជាការប្រកួតរវាងទូកវត្តអណ្ដូងជែកពាក់ផ្លាកលេខ 12 អំណោកខ្សែទឹកខាងក្នុងប្រកួតប្រជែងជាមួយទូកវត្តកោះធំពាក់ផ្លាកលេខ 8 អំណោកខ្សែទឹកខាងក្រៅ លទ្ធផលគឺយើងឃើញថាទូកវត្តកោះធំបានយកជ័យជំនះលើទូកវត្តអណ្ដូងជែកហើយ chiến thắng trong trận thi đấu vừa rồi.